ជីស្លាងមកលេងកោះត្រង់ដើម្បីជីកង់មើលទេសភាពនៅតាមកោះត្រង់ហ្នឹងជីមកវាក់ជាមួយនឹងម្ចាស់ចកាក្រូចហើយអ្នកមីងក៏បានចិត្តក្រូចបកឲ្យញ៉ាំតែម្ដងនិយាយទៅហើយក្រូចក៏ធំហើយញ៉ាំទៅសាច់ឡើងផ្អែមហ្មងចាំកាលទៀតញាត់យកទៅហើយទេសភាពនៅលើកោះត្រង់ល្ងាចឡើងក៏ដើរហាត់ប្រាណហើយយើងជិះកង់មើលទេសភាពមើលអីចឹងទៅមកដល់ក្រុងខេត្តកញ្ចេះហើយដំបូងឡើងគឺមានតែឡើងសាឡាងនឹងឯងដើម្បីទៅលេងកោះត្រង់នោះហើយអ្នកស្រុកអ្នកនៅតំបន់ហ្នឹងហើយមានទេសចរអីទៀតគាត់ក៏ធ្វើដំណើរតាមសាឡាងនឹងដែរដើម្បីទៅលេងកោះត្រង់នោះហើយយើងធ្វើដំណើរមិនជាយូរទេមកផ្លេតដែរយើងក៏ទៅដល់នៅកោះត្រង់តែម្ដងហើយអ្នកធ្វើដំណើរច្រើនមកសាឡាងពេញហ្មងតែមួយផ្លេតយើងក៏បានមកដល់កោះត្រង់ហើយយើងក៏បានចុះទៅគឺយើងឃើញក្រូចថ្លុងតែម្ដងដែលជីវករគាត់លើកពីកោះត្រង់នឹងផ្ទាល់ហើយយកទៅលក់នៅក្នុងក្រុងឬក៏តាមបណ្ដាខេត្តផ្សេងទៀតចឹងទៅក៏មានទេសចរមកលេងកោះត្រង់នឹងច្រើនហើយយើងក៏បន្តដំណើរទៅទៀតដើម្បីជួលកង់ក្នុងការជិះមើលទេសភាពនៅកោះត្រង់ហ្នឹងគាត់មានតម្លៃមានអីត្រឹមត្រូវគេដាក់ឲ្យចឹងទៅក៏មានទេសចរគាត់មកលេងមានកាយមានអីនាំផ្លូវចឹងទៅយើងក៏គិតតែពីរឿងកង់យើងយ៉ាស់ស្អីគេនេះនិយាយច្រើនទេចឹងហើយយើងក៏បានយកកង់ម្នាក់មួយចឹងទៅដើម្បីធ្វើដំណើរមានបរទេសខ្លះគាត់បានជិះកង់ហើយគាត់យកកង់មកដូរវិញហើយយើងក្រោយក៏មិនអីដែរណែតន់ថ្ងៃលិចចឹងហើយយើងក៏ជិះកង់ត្រសងជាមួយគ្នា3-4នាក់ចឹងទៅមើលទេសភាពក្នុងភូមិហើយក្នុងភូមិហ្នឹងមុខផ្ទះសុទ្ធតែមានទង់ជាតិដោតទង់ជាតិនៅមុខផ្ទះចឹងហ្មងហើយមានដើមចេកមានអីយ៉ាងដែរតែក្រូចថ្លុងល្បីគឺក្រូចថ្លុងច្រើនជាងហើយក្រូចថ្លុងហ្នឹងធ្វើដំណើរបដាមើលទេសភាពមើលក្រូចថ្លុងបដាក៏ជិះកាត់ផ្ទះពលរដ្ឋមកកន្លែងដែលគាត់បានកំពុងបេះក្រូចរួចហើយនឹងបេះបានហើយយកចេញមកទុកសម្រាប់លក់ហើយហ្នឹងយើងក៏ឃើញអញ្ចឹងក៏ឈប់សំណេះសំណាលមួយគាត់ខ្លះចឹងទៅហើយលោកបានក្រូចហូបអីចឹងណាព្រោះឃើញក្រូចគាត់ច្រើនណាស់គាត់បេះមកដាក់ពេញក្រេហ្មងកូនគាត់ទៅជូនឡើងជូនចុះឡើងជូនចុះច្រើនក្រូចមើលក្រូចគាត់ទុំបន្តបន្ទាប់គ្នាចឹងគាត់បេះលក់អីចឹងណាហើយមើលយកមកទៀតអីហ្នឹងចូលទៅបេះម្ដងមកប៉ុណ្ណឹងមើលបេះមកដាក់ឡើងពេញក្រេហ្មងហើយអ្នកមីងដែលជាម្ចាស់ក្រូចហ្នឹងក៏មិនបង្អង់យូរដែរគាត់ទាញកបិតទាញអីហ្នឹងយកមកចិត្តទៅសាក្រូចច្រើនដែរហើយមានភ្ញៀវទេសចរជិះកាត់ឃើញក្រូចល្អអញ្ចឹងគាត់ក៏ទាញកបិតចិត្តយកទៅហុចឲ្យគ្នាយើងហ្នឹងចែកគ្នាភ្លក់ថាត្រូវចាប់អីអញ្ចឹងយើងអាចទិញក្រូចគាត់បន្ថែមអញ្ចឹងទៅសាច់ក្រូចគាត់ល្អដាក់ទៅផ្អែមពេញមាត់ហ្មងគាត់ចិត្តមកផ្លែទៅបីតាម្ចាស់នឹងក៏ចិត្តញ៉ាំខ្លួនឯងដែរសារក្រូចឆ្ងាញ់នេះហើយក្រូចខ្លងដែលគាត់បានបេះមកដាក់ឡើងពេញក្រេហ្មងចិត្តមកផ្លែហើយចិត្តមកផ្លែទៀតដាក់ឲ្យត្រូវជាតិនិយាយទៅអ្នកលក់គាត់ជាម្ចាស់ហ្នឹងគាត់ចិត្តឲ្យភ្លក់ឲ្យត្រូវចិត្តហ្នឹងដើម្បីទិញក្រូចគាត់ហ្នឹងហើយដើម្បីយកមកចែកបងប្អូនហូបបន្តទៀតអញ្ចឹងទៅយើងក៏មិនសន្សំចៃដែរគាត់ចិត្តឲ្យ free យ៉ាងហើយចាំកាលទៀតយើងយកញ៉ាំយកទៅញ៉ាំបណ្ដើហ្នឹងក៏ឆ្លៀតដើរចូលទៅក្នុងចំការក្រូចថ្លុងរបស់គាត់ហ្នឹងដើរមើលពីផ្លែក្រូចល្អរបស់គាត់ហ្នឹងណាយើងបានមកដល់ហើយយើងត្រូវទៅចូលទៅមើលហើយយើងធ្លាប់ទៅហូបក្រូចថ្លុងដែលយើងមិនបានមកដល់ចំការផ្ទាល់ហ្នឹងក៏វាល្អដែរហើយមិនឃើញតែខ្លួនឯងហើយនេះគាត់ផ្សាំនេះសម្រាប់អាហ្នឹងគេហៅផ្សាំឬក៏ហៅស្អីគេទេនេះគេហៅថាបបៅអញ្ចឹងដើម្បីឲ្យវាដុះឬហើយបានគេកាត់យកទៅផ្សាំហើយផ្លែក្រូចថ្លុងគាត់ច្រើនដល់ថ្នាក់មានឫស្សីត្រវាផ្លែច្រើនទៅវាធ្ងន់អីចឹងណាហើយផ្លែល្អមើលឡើងធំអញ្ចឹងហើយមិនតែប៉ុណ្្នឹងទេអ្នកនៅចិត្តខាងហ្នឹងក៏គេមានចំការ
ក្រូចថ្លុងច្រើនណាពីក្រោយផ្ទះគឺពោលពេញទៅដោយដើមក្រូចថ្លុងតែម្ដងនេះមើលលបងអញ្ចឹងពីលបងមួយទៅលបងមួយសុទ្ធទៅដើមក្រូចថ្លុងហើយមើលឫស្សីទល់មកក្រូចតែមិនទល់ទេធ្លាក់ដល់ដីនេះវាធ្ងន់ក្រូចវាច្រើនហើយល្អណាក្រូចថ្លុងនេះហើយរសជាតិក៏ហ្នឹងហើយត្រូវហើយគេល្បីហើយក្រូចថ្លុងខេត្តកញ្ចេះនៅកោះទ្រង់ហើយយើងបន្ទាប់ពីហ្នឹងយើងបានទិញក្រូចក៏ដែរទិញហើយក៏យើងចេញបន្តដំណើរមកមើលទិដ្ឋភាពផ្សេងទៀតនិយាយរួមទៅជិះកង់បណ្ដើមើលទេសភាពបណ្ដើអ្វីខ្លះទៀតនេះយើងមិនដែលឃើញនេះឃើញស្អីនេះមកស្វាគមន៍នៅផ្លូវហ្មងតែយើងស្រាវជើងដែរតែមិនអីទេសុខភាពល្អណាគាត់តែមកឃើញទេសចរហើយនេះជំរុកមិនដាក់ស្រូវទេគឺដាក់ចំបើងសម្រាប់គោយើងជិះកង់មេឃតិចយើងទៅល្ងាចអញ្ចឹងមេឃតិចស្រួលដែរហើយថ្ងៃចាប់ផ្ដើមលិចផ្ដើហើយពលឺក៏ស្អាតដែរហើយមានក្មេងដែលនៅក្នុងស្រុកភូមិនឹងចេញមកស្វាគមន៍នេះពាក់សិតមួកក្លុបហើយ Hello យើងបន្តដំណើររហូតហ្នឹងប៉ុន្តែมันបានជុំវិញមកកោះទេដោយសារយើងមករៀងល្ងាចដែរហើយយើងបានមើលនេះផ្ទះអ្នកភូមិនេះគេដាំផ្កាឲ្យល្អមកផ្ទះហើយថ្ងៃលិចចាំងព្រាកចឹងស្អាតណានេះក្មេងទៀតមកស្វាគមន៍ហ្មងអ្នកស្រុកភូមិនៅនឹងគេថាគាត់សមហើយនឹងភ្ញៀវទេសចរដែលមកលេងនៅកោះទ្រង់នឹងលេងមើលមុខមើលមាត់ដោយកាលដបងឃើញភ្ញៀវទេសចរមកចេះតែប្លែកឥឡូវលេងប្លែកហើយនេះយើងកាត់ចូលតាមច្រកខ្លងទ្វារវត្តចឹងទៅដើម្បីទៅមើលថ្ងៃលិចតែម្ដងហើយមានទឹកមានអីប្រកបស្រែចម្ការដែរនៅលើកោះទ្រង់ហ្នឹងមិនមែនមានតែក្រូចថ្លុងទេហើយអ្នកស្រុកអ្នកភូមិក៏ដើរហាត់ប្រាណតែមួយយ៉ាងរបស់គាត់ទេសភាពបែបហ្នឹងដើរហាត់ប្រាណមានគ្នាអញ្ចឹងអូល្អណាស់តិចស្រួលអ្វីដែលយើងកាត់មកមើលថ្ងៃលិចហ្នឹងគឺពិតជាបានឃើញមែនណាស្អាតណាស់មានវត្តមានអីប៉ុន្តែយើងអត់បានចូលវត្តទេយើងគ្រាន់តែជិះមកក្បែរលបងវត្តដើម្បីមើលថ្ងៃលិចហើយបើមើលពីលើអាកាសវិញនិយាយពីថាញាក់សាច់តែម្ដងមិនលឺថ្ងៃលិចចាំងជាមួយនឹងទឹកហើយវាស្រែខៀវខ្ចីហ្មងយើងមើលទេសភាពថ្ងៃលិចឲ្យហើយយើងក៏បានជិះកង់ធ្វើដំណើរទៅក្រុងវិញហើយយើងធ្វើដំណើរវិញក៏ឃើញម៉ាតចល័តជិះកាត់តាមមុខផ្ទះអ្នកស្រុកលក់អីវ៉ាន់យើងធ្វើដំណើរយកកង់ទៅទុកវិញដើម្បីឡើងសាឡាងហ្នឹងហើយខ្លាចលុយឡើងអត់តាន់ដោយសារល្ងាចហើយសាឡាងគេត្រូវចេញដំណើរទៅក្រុងវិញម៉ោង6ល្ងាចអញ្ចឹងយើងត្រូវតែទៅឲ្យតាន់ហើយយើងជិះកង់យកមកទុកហ្នឹងឃើញអ្នកស្រុកឡើងសាឡាងបានច្រើនអ្នកដែរហើយទេសចរផ្សេងទៀតក៏បានឡើងសាឡាងហើយដែរយើងគិតថាមកក្រោយគេហើយគេចាំយើងហើយខំបញ្ញាប់បញ្ញាលយើងទៅមើលទៅក៏ឃើញមនុស្សច្រើនមែនណាលើសាឡាងហើយយើងក្រូចយើងបានទិញបានកន្លះក្រុងហ្នឹងក៏លើកមកយ៉ាលើកមិនលើកជួយលើកគ្នាអត់ជួយលើកអាសាលជួយលើកហើយដើម្បីយកទៅផ្ទះហ្នឹងហើយចែកគ្នាញ៉ាំតែឯងអីចឹងទៅយើងចាំដល់ល្ងិតទៅអ្នកស្រុកក៏បានដឹកគោជីសាឡាងយកទៅលេងនៅក្រុងកញ្ចេះដែរហើយយើងធ្វើដំណើរមកវិញហ្នឹងយើងបានមើលទៅក្រុងកញ្ចេះភ្លឺចាចអរគុណច្រើន